ហើយនឹងធ្វើឲ្យមន្ត្រីបពប្រឆាំងអីពួកគាត់រិះគន់ពេលខ្លះខ្ញុំជឿថាដូចរៀងជ្រុលមាត់ដែរវាលើសដែរកន្លែងខ្លះខ្មែរយើងកំពុងតែឆ្លោះគ្នាជាមួយថៃរំលោភអធិបតេយ្យយើងអត់ជួយគ្នាវាយថៃយើងនាំគ្នាមកមើលតែខ្មែរគ្នាឯងពេលខ្លះកន្លែងខ្លះលើសប៉ុន្តែកន្លែងនេះអត់លើសទេគាត់និយាយអញ្ចេះក្នុងមានតំណាងរាជគណៈបកសង្គ្រោះជាតិម្នាក់គឺលោកអ៊ុំសំអានដែលជាអ្នកកាន់កិច្ចការព្រំដែននឹងដល់សកម្មដែរគាត់សរសេរនៅលើ Facebook មុននេះបន្តិចគាត់ថាអញ្ចេះរដ្ឋសភានឹងកោះប្រជុំដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនៅថ្ងៃទី25ខែសីហាឆ្នាំ2025សេចក្តីព្រាងច្បាប់នេះគឺសំដៅដល់ការដកសញ្ជាតិខ្មែរពីកំណើតពីពលរដ្ឋខ្មែរណាដែលតុលាការកាត់ទោសពីបទក្បត់ជាតិលោកអ៊ុំសំអានបន្តទៀតថាតាហ៊ានថៃកំពុងរាយបលាលួសរំលោភយកដីខ្មែរដោយហុំព័ទ្ធយកផ្ទះប្រជាពលរដ្ឋខ្មែរលោកហ៊ុនសែនគួរតែយកពេលវេលាទៅបញ្ជាឲ្យតាហ៊ានខ្មែររើបលាលួសចេញក៏ប៉ុន្តែលោកហ៊ុនសែនបែរជាយកពេលវេលានេះទៅធ្វើច្បាប់ដកសញ្ជាតិពីខ្មែរដែលមានដើមកំណើតខ្មែរទៅវិញកាលៈទេសៈដែលថៃកំពុងតែឈ្លានពានកម្ពុជានេះលោកហ៊ុនសែនគួរតែផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិដើម្បីប្រឆាំងសត្រូវឈ្លានពានក៏ប៉ុន្តែផ្ទុយទៅវិញលោកហ៊ុនសែនបែរជាធ្វើច្បាប់ដកសញ្ជាតិខ្មែរកំណើតឯងដើម្បីកំទេចខ្មែរគ្នាឯងទៅវិញអានេះគឺជាភាសារបស់មន្ត្រីគណៈបកប្រឆាំងហើយគាត់បន្ថែមទៀតថាការធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតនេះនឹងធ្វើឲ្យមានការបែកបាក់ជាតិព្រោះច្បាប់នេះសម្រាប់ដកសញ្ជាតិខ្មែរពីកំណើតពីអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យនិងអ្នកប្រឆាំងនឹងតកូលហ៊ុននិងអ្នកប្រឆាំងនឹងវៀតណាមឈ្លានពានទឹកដីខ្មែរតែប៉ុណ្ណោះហើយច្បាប់នេះមិនអនុវត្តចំពោះជនក្បត់ជាតិហើយគាត់បើកសរសេរពាក្យធំគាត់ហៅចោទប្រកាន់លោកហ៊ុនសែនថាជាជនក្បត់ជាតិដូចជាលោកហ៊ុនសែនដែលបានកាត់ទឹកដីឲ្យខ្មែរឲ្យទៅវៀតណាមនោះទេច្បាប់នេះគឺជាច្បាប់បល័យពូជសាសន៍ខ្មែរដែលនឹងបង្ហូរឈាមខ្មែរចេញហើយរួមបញ្ចូលឈាមវៀតណាមជំនួសវិញការធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតនេះកើតឡើងជួនពេលដែលមេដឹកនាំវៀតណាមបានស្នើឲ្យមេដឹកនាំកម្ពុជាផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជានៅពេលថ្មីនេះបងប្អូនខ្ញុំថាខ្ញុំដូចខ្ញុំជម្រាបជូនបងប្អូនចឹងសាររបស់មន្ត្រីបកប្រឆាំងអីនៅក្នុងកលៈទេសៈនេះគឺខ្ញុំក៏ឃើញពួកគាត់ស្របគ្នាជាមួយរដ្ឋាភិបាលច្រើនដែរនៅក្នុងការវាយបកទៅប្រទេសថៃវិញណានៅក្នុងការដែលថៃឈ្លានពានណាដើម្បីឲ្យយុត្តិធម៌ពួកគាត់ក៏មានភាពថ្លឹងថ្លែងច្រើនដែរខ្ញុំសរសើរពួកគាត់ដែរមករយៈកាលកន្លងនេះគឺសំបីគាត់រៀបចំធ្វើបាតកម្មអីពីរឿងច្បាប់ដកសញ្ជាតិនេះនៅកូរ៉េនៅអីស្រាប់ដល់ពេលថៃវាយខ្មែរក្តាំងមកគឺដូរបាតកម្មទៅជាថ្កោលទោសថៃវិញទុកអារឿងដកសញ្ជាតិនឹងមករយៈសំបីតែរឿងធំប៉ប៉ិនមេឃណាប៉ុន្តែមកដល់ម៉ោងនេះគឺខ្ញុំជឿថាពួកយើងបញ្ញាប់ដែរហើយដល់ពេលយើងបញ្ញាប់តែរឿងដកសញ្ជាតិអត់ដកបលាលូហើយដល់ពេលអត់ឲ្យគេនិយាយអីសោះហើយយើងថាម៉េចពួកប្រឆាំងចាំតែប្រឆាំងតែដល់ពេលខាងកម្ពុជាអត់ព្រមប្តឹងឲ្យញាប់ICJ ហ្នឹងអារឿងប្រាសាទតាមន់ធំប្រាសាទតាមន់តូចអីក៏មិនដឹងនៅឯណាអញ្ចឹងយើងចាប់ផ្ដើមពន្លឿនអាការដកសញ្ជាតិគ្នាឯងហ្នឹងវិញអញ្ចឹងឲ្យគេរិះគន់ត្រូវអញ្ចឹងបើគេថាគេចោតអីចោតទៅកុំឲ្យតែធ្វើត្រូវដូចគេចោតឥឡូវយើងធ្វើត្រូវឲ្យដូចគេចោតអញ្ចឹងហើយឲ្យគេទប់មាត់មិនឲ្យរិះគន់រដ្ឋាភិបាលមិនចាំតែគ្រប់គ្រងឲ្យតែថៃខុសចាំតែថាថៃខុសដល់ពេលខ្លួនឯងធ្វើឆ្កងរួចខ្លួនរហូតប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការរិះគន់រដ្ឋាភិបាលអញ្ចឹងយើងកុំធ្វើឲ្យខុសទៅដើម្បីឲ្យប្រជាពលរដ្ឋមានមូលមាត់គ្នានឹងវាយថៃតាមមួយជ្រុងកុំឲ្យតែយើងបែកខ្ញែកទៅតែយើងអត់គេឲ្យយើងផ្សះផ្សាជាតិដោះលែងអ្នកទោសនយោបាយឲ្យអស់មនសិការអស់ក៏យើងអត់ដោះលែងហើយយើងទៅចាប់ថែមរហូតហើយអត់ឲ្យគេរិះគន់តែយើងធ្វើអីមកកណោតែអញ្ចឹងវាពិបាកអញ្ចឹងណាបងប្អូនតោះតែយើងធ្វើខ្លួនឯងដែរដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យគេធ្វើតាមយើងខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរគេមិនមែនទៅស្រឡាញ់ជាតិដតីស្អប់ជាតិសាសន៍ឯងទេប៉ុន្តែនៅពេលដែលជាតិសាសន៍ឯងធ្វើខុសរឿងច្រើនពេកគេកំពុងតែវាយជាមួយសត្រូវតទល់ដែរប៉ុន្តែអាពេលពងវាយជាមួយសត្រូវឲ្យយើងនឹងនាំគ្នាមកធ្វើជន់ដូចថាដៃជន់ជើងឬក៏ធ្វើអីប្រទេសផ្ដាស់ឲ្យអត់ឲ្យគេរិះគន់តែយើងចង់និយាយថាកំពុងតែចៅទូកទៅទិសហ្នឹងដើម្បីច្បាំងឲ្យឈ្នះសត្រូវហើយយើងនាំគ្នាចោះទូកហ្នឹងឲ្យធ្លុះទឹកហូរចូលពេញទូកហើយអត់ឲ្យគេមាត់ដើម្បីរករឿងយើងរឿងចោះអាទូកហ្នឹងឲ្យធ្លាយអញ្ចឹងមិនលិចស្លាប់អស់ទេអញ្ចឹងឡាយតែគិតថាវាយថៃទៅឲ្យទិសហ្នឹងទៅតែអាទូកហ្នឹងចិត្តលិចទៅព្រោះយើងនាំគ្នាកកាយខ្ទេចក្តារទូកអស់ហើយហ្នឹងតែអញ្ចឹងតើយើងបិទអាហ្នឹងបងប្អូនជួយបិទអាក្តារទូកហ្នឹងរដ្ឋាភិបាលហ្នឹងគួរស្អំអាហ្នឹងឲ្យជាតិសាសន៍ហ្នឹងត្រូវរើគ្នាជារាគ្នានៅពេលដែលកំពុងតែវាយថៃលើឆាកអន្តរជាតិចង់យកច្បាប់អន្តរជាតិយកមកប្រើប្រជាពលរដ្ឋខ្មែរនៅលើទូកបោចសក់គ្នាពេញទូកតែម្ដងអង្គើឃ្លីងឃ្លោងរកតលិចបាតកម្មណែពហិការផលិតផលគេជេរប្រសាចស្ដាច់ថៃប្រជាពលរដ្ឋថៃគឺថាពេញ Facebook
ស្អីប៉ាតណៃរហូតតតែគេឥឡូវមកតាក់ទងរឿងក្រុមហ៊ុនកូកាកូឡាអីណាផលិតផលហ្នឹងគឺថាយើងមានមោទនភាពណាស់ណាទីសប្បាយណាស់នៅពេលដែលធ្វើពហិការផលិតផលគេថាឃើញបានជោគជ័យឯងខ្ញុំប្រាប់ថាបើបងប្អូនធ្វើបានជោគជ័យខ្ញុំអដើម្បីអីឲ្យផលិតផលយើងមានតម្លៃមានគុណភាពមានអីចឹងទៅឲ្យលើកទឹកចិត្តផលិតផលយើងមកអាយុឲ្យបងប្អូនយើងអត់ធ្វើយើងតតែពេលទឹកដល់ច្រមុះបានយើងធ្វើតែបើបានផលអណាខ្ញុំជួយបងប្អូននិយាយថាអូឥឡូវផលិតផលថៃយើងអស់ខ្មែរយើងអស់ពីស្តុកហើយអស់មានអីលក់ហើយព្រោះបងប្អូននៅពេលដែលផលិតផលយើងអត់ដែលផលិតដើម្បីផ្គត់ផ្គង់ទីផ្សារគ្រាន់ទេព្រោះអីយកពីថៃពីយួនមកតាមអាយុមកហើយវាជន់ទីផ្សារខ្មែរកសិករខ្មែរចង់ដាច់ខ្យល់ងាប់អីស្រែកតែរហូតមកអត់ដែលស្ដាប់ហ្នឹងដល់ពេលឥឡូវអារោងចក្រសហគ្រាសរបស់យើងមានដែលបើកសម្រាប់ផ្គត់ផ្គង់ឲ្យគ្រប់ទីផ្សារនៅក្នុងពេលមានអាសន្នចឹងណាព្រោះយើងចង់បិទទ្វារតាំងពីយូរមកហើយដល់ពេលអត់នាំផលិតផលថៃមកបងដឹងថាផលិតផលមកពីណាមកពីយួនឥឡូវយួនកាប់លុយខ្ញុំមិននិយាយថាបានផលទៅយួនបានអីប៉ុន្តែគេកាប់លុយយើងចាំមើលរឿងមួយទៀតដែរដែលបងប្អូនខ្មែរយើងចាប់ផ្ដើមអាជ័យធ្លាក់ទឹកតែស្កតាមគ្នានាំគ្នាគិតថាអូបានហើយផលិតផលយើងកើណាម៉ោងនេះគឺគេបោកយើងទៀតចាំមើលតិចទៀតទៅអាផលិតផលដាក់ថាផលិតនៅស្រុកខ្មែរផលិតស្រុកខ្មែរមិនដឹងជាយកវិចខ្ចប់មកពីស្រុកប៉ិនណាខ្មែរបានលុយទេមកតែវិចខ្ចប់នាំគ្នាទៅទិញទៅផលិតផលហ្នឹង made in Cambodia ផលិតនៅស្រុកខ្មែរដោយអាផលិតផលចិនដែលយកមកវាយស្លាកបោះត្រាឲ្យដឹកយកមកលក់នៅអាមេរិករួចពុនខ្មែរបានអេលីងគេកោលទោសខ្មែរយើងពីរឿងធ្វើជាទ្វារក្រោយរបស់ចិនទៀតឥឡូវចាំមើលហ្នឹងចាំមើលតែអត់មានការគ្រប់គ្រងអីស្រួលបួលផលិតផលវិចខ្ចប់ដាក់តែស្លាកផលិតនៅស្រុកខ្មែរតាមពិតយកពីយួនយកពីស្អីថៃឬក៏ប្រទេសណាមកខ្មែរអត់បានផលអីសបាយចិត្តនៅក្នុងអាមោទនភាពដែលថាផលិតនៅស្រុកខ្មែរតែតាមពិតអត់ខ្មែរអត់បានផលិតផងយើងរឿងហ្នឹងយើងតាមដានជួយមើលគ្នាបងប្អូនខ្ញុំខ្ញុំនិយាយមកឲ្យត្រង់បើឲ្យតែខ្មែរយើងខ្លាំងសបាយចិត្តណាប៉ុន្តែកុំអាជ័យធ្លាក់ទឹកបងប្អូនអាជ័យធ្លាក់ទឹកបងប្អូនកំពុងតែរស់នៅក្នុងគេហៅថាអបនឹងជ័យភ័ណ្ឌណាហើយអត់បានប្រយោជន៍អីទេគឺយើងធ្លាក់ទឹកទាំងអស់គ្នាអត់ជួយកាយគ្នាតើយើងទៅត្រេកអរអីនៅពេលដែលផលិតផលយើងបានថ្លៃប៉ុន្តែយើងប្រជាពលរដ្ឋថៃមកពីខ្មែរមកពីថៃហ្មងណាបងប្អូនជិត1លានអ្នកមិនអញ្ចឹងហ៎ថៃយើងគិតថាសេដ្ឋកិច្ចគេចាប់ផ្ដើមខាតមួយខែ$1000 លានមួយឆ្នាំ$12000 លានខាតហើយប៉ុន្តែបងប្អូនយើងសាកគិតមើលតើយើងមានវិធានការអីដើម្បីទប់ទល់បងប្អូនមួយលានអ្នកដែលមកនេះអាប្រាក់ចំណូលរបស់គាត់យកមកពីថៃប្រមាណ$1000 លាននៅក្នុងមួយឆ្នាំដើម្បីយកមកសងធនាគារមីក្រូហិរញ្ញវត្ថុនេះហើយឥឡូវអត់សោះនេះអត់ទាន់បានការងារធ្វើហ្នឹងតើយើងដោះស្រាយយ៉ាងម៉េចជាការពិតមិនមែនជារឿងស្រួលគិតទេបងប្អូនយើងអត់បានរៀបចំវាហៅថាដូចយើងខ្ញុំនិយាយរឿងប្រឡែងត្រីដែលយើងយកទៅប្រឡែងនៅក្នុងទឹកប្រៃឬទឹកសាបអីក៏ដោយតែយើងប្រឡែងវាភ្លាមដែលអត់ព្រមលាយទឹកនោះមកខ្លះដើម្បីឲ្យគ្នាបន្សំខ្លួនណាទៅវល់អាចផ្ងាពុះហើយតោះតែយើងបន្សំបានន័យថាយើងចង់ឈប់ប្រើផលិតផលថៃយើងអត់ធ្វើពហិការបែបហ្នឹងជាទូទាំងប្រទេសអញ្ចឹងទេគឺយើងត្រូវធ្វើបន្តិចម្ដងធ្វើឲ្យសហគ្រាសយើងខ្លាំងហើយបិទចាប់ផ្ដើមបិទតំណែងឬក៏មិនបិទទេគឺថាយើងកុំឲ្យនាំចូលច្រើនយូរឆ្នាំតម្រាំតែវាយដាច់អាផលិតផលគេនឹងហើយរបស់យើងឈរជើងរឹងយើងអត់អាចនឹងឈររឹងបាននៅពេលដែលយើងកំពុងតែអត់ទាន់មានរៀបចំហេដ្ឋារចនាសម្ព័ន្ធទាន់សភាពការផងហើយដល់ពេលយើងព្រឹបមកយើងថាយើងចាប់ផ្ដើមផលិតខ្លួនឯងបានណាបើខ្មែរពីដើមឡើយមកសក្រីក៏យើងអត់ដឹងដាំក្បែរផ្ទះញ៉ាំផងដើរទៅសុំគេឬទៅទិញពីផ្សារហ្នឹងដីយើងដាំស្អីក៏ដោះដោយសារអីវាអត់មានទីផ្សារឥឡូវថាមានចាប់ផ្ដើមមានតែឲ្យគាត់ទុកចិត្តថាមានប្រមាណតែបើគេត្រូវគ្នាវិញអាចសក្រីរបស់គាត់ហ្នឹងដាំមកគាត់ចោលដដែលហ្នឹងតោះតែមានការសន្យាមានគោលនយោបាយថ្នាក់ជាតិអីមួយដើម្បីឲ្យគាត់ស្អំចិត្តគាត់បើអញ្ចឹងទេអត់បានផលទេបងប្អូនដូច្នេះអាហ្នឹងសប្តាហ៍ថ្ងៃយើងធ្វើនយោបាយដើម្បីលួងចិត្តស្អំចិត្តទេហើយឥឡូវនេះខ្ញុំបញ្ចប់រឿងដោយតកតងនឹងលោករដ្ឋមន្ត្រីស្ដីទីនាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃអីហ្នឹងក៏គេនៅតែប្រកាន់ចំហមួយថាកម្ពុជាយើងគឺប្រព្រឹត្តបំពានអីអញ្ចឹងគឺគេររឿងយើងរហូតបែបនេះយើងតតែបើថាតតាំងគេគឺតតែយើងតតាំងតាមកម្រិតអន្តរជាតិហើយត្រូវប្តឹងគឺប្តឹងគេប្តឹងច្រើនណាបងប្អូនថាអូយើងអត់ធ្មត់យើងមានភាពច្បាស់លាស់យុទ្ធសាស្ត្រអីជាក់លាក់អីខ្ញុំជឿថាមានចាស់ប៉ុន្តែបងប្អូនតែគេប្តឹងគេដាក់ផតាំងគេប្តឹងគេដាក់ផតាំងហើយយើងគេដាក់កាឡាលួសមកយើងគ្រាន់តែតវ៉ាយើងអត់មានដាក់ពាក្យប្តឹងអីបកអីគេនៅក្នុងប្រព័ន្ធតុលាការប្រព័ន្ធយន្តការអន្តរជាតិអីទេអាចពិបាកដែរគេទៅអស់ហើយតែអញ្ចឹងទៅត្រូវរងការចោទប្រកាន់ថាយើងប្រកែដកតារឿងសញ្ជាតិខ្មែរទេតបលាលួសអត់ដកអញ្ចឹងគេចោទអញ្ចឹងយើងប្រកែតាខ្មែរឯងងើបមួយវាយមួយប៉ុន្តែខាងគេវិញស្ងាត់មាត់យើងប្រកែខ្មែរឯងហ្នឹងគឺថា
hướng kế đọc về cái châu mà đó đãនេះអត់តតាំងគេចឹងដូច្នេះគេចោតហ្នឹងខ្ញុំជឿថាវារឿងអយុត្តិធម៌ដែរសម្រាប់រដ្ឋាភិបាលដែរមិនចឹងដំណាក់កាលនេះរដ្ឋាភិបាលកំពុងពិបាកគ្រប់រឿងសេដ្ឋកិច្ចជនអន្តោប្រវេសន៍ជនចំណាក់ស្រុកមកវិញហើយរឿងដោះស្រាយជីវភាពរឿង100ចម្ពោះតវ៉ារឿងអន្តរជាតិរឿងអីផងវាដូចថាទប់ថៃនៅក្នុងពេលដែលកំពុងតែថៃគេយកឱកាសហ្នឹងមកបកស្រាយរឿងអីមកកណ្ដោប៉ុន្តែយើងអត់បានដូចថាយើងវាច្រើនពេលហើយឥឡូវហ្នឹងដល់ពេលយើងស្ងាត់អញ្ចឹងទៅទោះតែយើងប្រាប់ប្រជាពលរដ្ឋឲ្យស្អំស្ងប់ចិត្តអីអត់ធ្មត់ទៅប្រជាពលរដ្ឋមិនអត់ធ្មត់មិនជឿរដ្ឋាភិបាលអត់ទៅធ្វើគាត់ទុកចិត្តដែររដ្ឋាភិបាលធ្វើផ្ដេសផ្ដាស់ច្រើនមកកណ្ដោឲ្យទៅទុកចិត្តស្អីទៅមលីគណៈបកសង្គ្រោះជាតិដែលមានអ្នកគ្រប់គ្រងដល់73លានអ្នកបានហើយកែច្បាប់រដ្ឋធម្មនុញ្ញប្រមាណសារហើយណាគេទៅទុកចិត្តគាត់នោះអញ្ចឹងវាពិបាកអញ្ចឹងបើយើងធ្វើឲ្យទុកចិត្តតាំងពីយូរមិនបាច់ប្រាប់ទេគេទុកចិត្តទៅហើយមួយទៀតគឺរឿងលោកភូមិថៃវិឆាយាឆៃគាត់បានលើកឡើងថាអត់មានបង្កើតគណៈកម្មការអន្តរជាតិអីថែមលោកអាន់វ៉ាអ៊ីប្រាហ៊ីមចង់ស្នើឲ្យមានអ្នកសង្កេតការអន្តរជាតិចូលទៅថៃថែមដឹងថៃថាម៉េចអត់ត្រូវការចង់ទៅដោះស្រាយតែ2នាក់ឃើញថៃខូចទេបងប្អូនថៃខូចមែនតើអត់ចង់ដើម្បីអីប្រឡែមប្រឡំតែ2នាក់ហើយដល់ពេលប្រឡែមប្រឡំឃើញរឿងរមីនរអីឃើញមកណាជឿគាត់បើមីននឹងមិនដឹងមីនណាដាក់អញ្ចឹងតែថៃគឺចង់ទាញខ្មែរនឹងយកទៅនិយាយតែ2នាក់ដើម្បីសម្រួលកុំឲ្យយើងប្តឹងទៅឆាកអន្តរជាតិតែប៉ុណ្ណឹងចឹងយើងឃើញចរិតរបស់ថៃហើយបាទចុងក្រោយគឺខ្មែរយើងបើថៃដឹងតែចំណុចខ្សោយរបស់គាត់អត់ហ៊ានប្តឹងទៅតុលាការអន្តរជាតិគឺយើងត្រូវតែប្តឹងឲ្យញាប់ឲ្យឆាប់ឲ្យដាក់ផតាំងទៅទាំងអារឿងមីនរឿងអីហ្នឹងដាក់ទៅទៀតដើម្បីឲ្យបកស្រាយឲ្យកុំមកចែកគ្នាលើ Facebook វាយអញ្ចឹងមករករឿងមួងណារ៉េតអីហ្នឹងអត់ប្រយោជន៍ទេបើបងប្អូនប៉ាកែរឿងផតាំងហ្នឹងទៅសេឲ្យស្អាតហើយដាក់ទៅក្នុងគណៈកម្មការអុតតាវ៉ាគេទៅកុំមកដាក់មុខតុលាការទៅតែភ្លៀងមកសាច់ហូរចូលលូអស់ហើយតុលាការគេកាត់ក្តីចាញ់ក្តីគេដដែលយើងនៅតែតវ៉ាបដាទាំងភ្លៀងទាំងផ្គរវាមានបានប្រយោជន៍អីបងប្អូនវាគ្រាន់តែជាសារលើកទឹកចិត្តតែប៉ុណ្ណឹងដើម្បីឲ្យយើងមានកម្លាំងចិត្តប៉ុន្តែតឡាការមេធាវីនៅក្នុងយើងអត់ដាក់ផោះតាំងផងអញ្ចឹងតើតែប្រាប់អាជ្ញាធរមីនប្រាប់ក្រសួងការពារជាតិប្រាប់រដ្ឋាភិបាលខ្មែរក្រសួងការបរទេសអាជ្ញាធរពាក់ព័ន្ធហ្នឹងឲ្យដាក់ផោះតាំងដោយបងប្អូនប្រមូលហ្នឹងយកទៅដាក់ឲ្យគាត់ទៅកុំឲ្យយកមករករឿងមួងណារ៉េតហើយចុងក្រោយខ្ញុំអាណិតតាហ៊ានខ្មែរយើងខ្លោចចិត្តបងប្អូនសូម្បីតែថ្មិញណាក៏អត់មានលុយយកទៅដាក់យកទៅធ្វើដែរហើយផ្សាយសាពះបងប្អូនម៉ូតូថ្មិញពួកគាត់ហើយក៏ឲ្យពួកគាត់ហ្នឹងអំពាវនាវរកសុំជំនួយអីចឹងគាត់ថាវាមានច្រើនយ៉ាងសង្គ្រាមហ្នឹងវាមានផលលំបាកហើយក៏មានបទពិសោធន៍ដែលរៀនសូត្រទៅហើយក៏អាចដោះស្រាយបញ្ហាអីមួយចំនួនឲ្យឃើញការពិតច្រើនដែរថ្ងៃនេះព័ត៌មានដែលខ្ញុំចង់ជម្រាបជូនបងប្អូនមាន4 5 6រឿងក៏ប៉ុន្តែខ្ញុំនឹងសង្ខេបដែរដោយសារតែរឿងទី1នេះគឺតកតងនឹងញត្តិរបស់បងប្អូនអង្គការសង្គមស៊ីវិលយើងមានប្រមាណជា100អង្គការឯណោះបើតាមពួកគាត់អះអាងនៅក្នុងអ្វីដែលជាសេចក្តីថ្លែងការណ៍របស់គាត់ហើយយកទៅដាក់តាមទូតហ្នឹងឥឡូវអ្វីដែលសំខាន់បំផុតហ្នឹងគឺខាងទូតអាមេរិកហ្នឹងក៏ចេញមកទទួលញត្តិគាត់ដែរថ្ងៃហ្នឹងតាមសេចក្តីរាយការណ៍របស់ក្រុមគាត់ហ្នឹងហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺពួកគាត់សុំឲ្យប្រទេសហត្ថលេខីកោះប្រជុំពិគ្រោះយោបល់ជាបន្ទាន់តាក់ទងនឹងមាត្រា5នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយខ្ញុំនឹងបញ្យល់លម្អិតថាហេតុអីបានជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានសារៈសំខាន់ម្ល៉េះដល់ពេលនេះនៅពេលដែលតាមពិតរដ្ឋាភិបាលកម្ពុជាប្រមុខដឹកនាំអីពីមុនហ្នឹងថាអ្នកណានិយាយពីរឿងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងគឺជាអ្នកនិយាយអំពីសាកសពដែលស្លាប់បាត់អីចឹងណាដែលរឿងកັບចោលបាត់អីឥឡូវគេឈប់និយាយអីគេក៏និយាយស្អីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអីទៀតគេមានរដ្ឋធម្មនុញ្ញមានអីអស់ហើយណាតើការកកោកកាយឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានប្រយោជន៍អីដែរនៅពេលនេះហើយវាជាការធ្វើឲ្យកាយរបួសចាស់ដែលរដ្ឋាភិបាលកម្ពុជាទប់សាក់ខ្លាំងណាស់មិនឲ្យនរណានិយាយពីរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនឹងទេព្រោះអីធ្លាប់ថ្ងៃទី23ខែតុលាហ្នឹងជាថ្ងៃដែលឈប់សម្រាកបុណ្យជាតិផងឥឡូវគេលុបចោលទៅទៀតបានន័យថាការឲ្យតម្លៃហ្នឹងគឺបើឲ្យតម្លៃគេទុកប្រពទុកអីប៉ុន្តែឥឡូវហ្នឹងកវត្តចោលបាត់ហើយដល់ពេលកវត្តអាហ្នឹងចោលដល់ពេលឥឡូវត្រូវការប្រើវាមកវិញតើយ៉ាងម៉េចទៅវិញបងប្អូនហើយវាអាចជួយអីបានមួយទៀតគឺតាក់ទងនឹងរឿងមីនទៀតដែរបងប្អូនមីនហ្នឹងគឺបងប្អូនថាអូយមួងណារ៉េតហ្នឹងមិនដឹងជាទៅវល់អីជាមួយនឹងរឿងមីនរបស់ថៃហ្នឹងសោះអាគេតម្លាក់គ្រាប់បែក F16 អាគេដាក់គ្រាប់បែកផ្សែងពុលផងគ្រាប់បែកចង្កោមស្អីមកកណោអត់ព្រមជួយផ្សាយមកផ្សាយតែរឿងមីនបងប្អូនជួយទៅមើលវីដេអូខ្ញុំចាស់វិញខ្លះទៅព្រោះខ្ញុំជួនកាលហត់
ពេលដែលបងប្អូនចេញមកដូចចេញមកផ្លែតមកដូចទឹមចេញមកពីឋានប្រច័នណាមកតែយើងទៅជួបគ្នាមួយថ្ងៃមួយម៉ោងសោះហើយសរសើរបងប្អូនមែនតើនៅពេលដែលយើងចាប់ផ្ដើមគ្រាន់តែមកជួបស្ដាប់ show ខ្ញុំមួយពេលណាហើយចាប់ផ្ដើមមកវាយតម្លៃភ្លាមចោតប្រកាន់នេះចោតប្រកាន់នោះដូរចរិតនឹងចេញបងប្អូនមុននឹងយើងធ្វើអីក៏ដោយត្រូវរាប់ឲ្យដល់100ដែរយ៉ាងហោចណាស់កន្លោះអណ្ដាតយើងឲ្យបាន100ជុំដែរមិនអញ្ចឹងហ៎ព្រោះនៅពេលដែលយើងខ្ញុំថារាប់ឲ្យបាន100ហ្នឹងមុននឹងជេរឬក៏មុននឹងឆ្លោះគ្នាហ្នឹងក៏ជួនកាលហ្នឹងអាបេះដូងយើងហ្នឹងវាថយខ្សាកបាត់ហើយវាជេរអត់កើតព្រោះរាប់100ជួនកាលរាប់ទៅវាភ្លេចអា100ហ្នឹងទៀតមិនដឹង70មិនដឹង80កន្លែងណាហើយដល់ពេលរាប់ដល់100ហ្នឹងអាបេះដូងអាចិត្តរបស់យើងដែល control ប្រើអារម្មណ៍ហ្នឹងក៏វាស្បើយមកបន្តិចម្ដងបន្តិចម្ដងទៅអញ្ចឹងទៅក៏វាស្ងប់ចិត្តទៅខ្ជិលជេរវិញទៅព្រោះតែរាប់100រាប់មិនគ្រប់ផងអញ្ចឹងទៅបងប្អូនសុំឲ្យប្រើវិចារណញ្ញាណសតិសម្បញ្ញៈនឹងការត្រេះរិះពិចារណាឲ្យបានវែងជាងនឹងបន្តិចឲ្យវែងជាងនឹងខ្ញុំចង់និយាយថាកុំអាលឆាប់ជឿតាមគេឆាប់ហើយអាជ័យធ្លាក់ទឹកតែស្កតាមគេពេកបងប្អូនបើតែមើលឃើញគឺយើងមើលឲ្យគ្រប់ជ្រុងជ្រោយសិនមានព័ត៌មានច្បាស់ក្នុងដៃសំរិះគុណសំវាយបហាឬក៏អីគេសិនណាព្រោះជួនកាលយើងមកភ្លាមគ្រាន់តែឃើញភ្លាមយើងរិះគុណភ្លាមគឺយើងអន់ចរិតខ្លួនឯងខ្ញុំអត់ចង់ឲ្យបងប្អូនខ្មែរអន់ចរិតទេព្រោះយើងដូចខ្ញុំជម្រាបអញ្ចឹងនាំគ្នាជួយគ្នាបងប្អូនជាតិសាសន៍យើងថ្លៃថ្នូររឹងមាំមិនមែនដោយសារតែអ្នកដឹកនាំទេអ្នកដឹកនាំធ្វើឲ្យជាតិយើងអាម៉ាស់ហើយមែនហើយប៉ុន្តែជាតិសាសន៍យើងថ្លៃថ្នូររឹងមាំគឺដោយសារប្រជាពលរដ្ឋយើងម្នាក់ដែលជាកោសិកាសង្គមហ្នឹងរឹងមាំព្រោះយើងជាក្របខ្សាច់ណាបងប្អូនប្រទេសយើងគឺជាទឹកបន្សាដើម្បីឲ្យខ្សាច់ហ្នឹងវាជាប់គ្នាបានជាដុំទៅជាស៊ីម៉ង់ជាបេតុងអីណាប៉ុន្តែឥឡូវបើខ្សាច់ហ្នឹងវានៅរាយប៉ាយអត់អាចនឹងជាប់គ្នាបានអត់អាចរឹងមាំអីយើងទៅសង់អីក៏អត់បានដែរអញ្ចឹងហើយបានថាឲ្យអាលបាយខ្សាច់ហ្នឹងវាមានគុណភាពផងព្រោះបើខ្សាច់ហ្នឹងវាពុកផុយវាអត់មានគុណភាពហ្នឹងទៅយកបូកចូលគ្នាអីអាគ្រឹះរបស់យើងហ្នឹងវាគ្លីងឃ្លោងអាលុំគ្រាន់តែច្រានដួលខ្ពស់ហើយដូច្នេះប្រឹងឡើងបងប្អូនណាយើងទាំងអស់គ្នាមុននឹងវិនិច្ឆ័យខ្ញុំមិនទៅបងប្អូនទេរិះគន់ចោះប៉ុន្តែបងប្អូនសូមឲ្យរិះគន់នៅក្នុងន័យមួយថាមើលគ្រប់ជ្រុងជ្រោយទៅកុំឲ្យអាការនិយាយរបស់យើងហ្នឹងណាជួនកាលភាសារបស់យើងចង់បានការកែលម្អចង់បានរឿងល្អហើយប៉ុន្តែនិយាយទៅធ្វើឲ្យគេវាតម្លៃយើងថាយើងខ្លួនឯងហ្នឹងវាអន់ខ្លួនមែនតើអត់បានទៅមើលការខុសត្រូវគិតអង្គុយសិញ្ជឹងអីមិនសន្ទុះសិនទេមុននឹងរិះគន់ហ្នឹងគឺថាឲ្យតែលឺណាគេទៅចិត្តថាតាមគេអត់បានគិតពិចារណាឲ្យវែងឆ្ងាយដល់អញ្ចឹងទៅធ្វើឲ្យជាតិសាសន៍យើងហ្នឹងបើសិនជាប្រជាប្រដ្ឋយើងតែស្កអចេញធ្លាក់ទឹកហើយអើអញ្ចឹងគឺច្បាស់ហើយលលាយហើយបងប្អូនអត់នៅទេព្រោះយើងភ្លេចអាសេចក្តីពិតភ្លេចសច្ចធម៌យុត្តិធម៌គុណធម៌សុជីវធម៌ការទទួលខុសត្រូវសម្បញ្ញៈសភាយើងប្រើសភាវគតិហ្នឹងដូចសัตว์ដែរហ្នឹងកុំធ្វើអញ្ចឹងបងប្អូនកុំឲ្យជាតិយើងអន់អញ្ចឹងខ្មែរយើងខ្លាំងណាស់យើងមានសាវតាជាសះបកែណាស់ហើយយើងក៏មិនមែនទៅណាទេប្រាង្គប្រាសាទសិលារបស់យើងឈរស្កឹមស្កៃជាតិខ្មែរដ៏ល្អប្រពៃវាយចោលសៀមអានៅក្នុងរូបប្រាង្គប្រាសាទអីអញ្ចឹងមិនយើងហៅសៀមរៀបរឿងមិនហៅអីចឹងបានទេយើងមានប្រវត្តិល្អផុសផង់ហេតុអីក៏យើងចាំបាច់ទម្លាក់វាចោលទៅអីឥឡូវនេះគឺខ្ញុំសុំសំណូមពរប៉ុណ្្នឹងឯងពេលដែលខ្ញុំនិយាយអំពីរឿងមីនបងប្អូននិយាយថាមីនទៀតបងប្អូននៅពេលដែលគេនិយាយរឿងមីនណាថៃសัญลักษณ์បៀរបស់ថៃគឺមីនខ្ញុំច្រាប់ម្ដងទៀតណាសัญลักษณ์បៀរបស់ថៃគឺមីនហេតុអីខ្ញុំនិយាយចឹងនៅពេលដែលថៃរកភ័ស្តុតាងឃើញថាខ្មែរពិតជាប្រើមីននឹងមែនណាគឺយើងនឹងអាម៉ាស់នៅលើឆាកអន្តរជាតិទោះជាយើងខំប្រឹងស្រែកប្រាប់ថាយើងជាជនរងគ្រោះយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិគេនឹងថ្កោលទោសយើងហើយគេចាត់ទុកថាយើងជាជនរងគ្រោះសមនឹងរងគ្រោះខ្ញុំអត់ចង់ឲ្យអញ្ចឹងទេបងប្អូនយើងជួយគ្នាហើយយើងជួយគ្នាមិនមែនបងប្អូនមកជួយវាយប្រហារខ្ញុំទេហើយមិនមែនបងប្អូននាំគ្នាជួយរកភ័ស្តុតាងដើម្បីយកមកគ្រាន់តែប្រឡប់តាមបណ្ដាញសង្គម Facebook ទេបណ្ដាញសង្គម Facebook មិនមែនជាតឡាការដើម្បីរកយុត្តិធម៌ឲ្យខ្មែរទេបងប្អូនបណ្ដាញសង្គម Facebook គឺជាកន្លែងដែលគ្រាន់តែស្អំចិត្តរបស់យើងនៅពេលដែលយើងស្អប់គេហើយយើងចង់ជេរគេយើងចង់វាយប្រហារគេគឺយើងយកអា Facebook ហ្នឹងធ្វើជាត្រីមុខអា TikTok ហ្នឹងធ្វើជាត្រីមុខអត់បានប្រយោជន៍ទេយើងដើរក្រោយថៃហើយខ្ញុំចង់និយាយអញ្ចឹងខ្ញុំមិនចង់សរសើរថៃទេថៃនៅពេលដែលគេដាក់មីនមកអារូបភាពមីនវីដេអូមីនភ័ស្តុតាងមីនអីតែពេលគេដាក់មកគឺគេប្តឹងរហូតគេប្តឹងទៅគណៈកម្មាធិការមីននៅអូតាវ៉ា 4-5 លើកហើយគេប្តឹងគេចោទយើងថាយើងដាក់មីនធ្វើឲ្យដាច់ជើងទាហានថៃ4នាក់ឯហ្នឹងហើយរាល់ពេលដែលគេចោទហ្នឹងគឺគេមានភ័ស្តុតាងរហូតមីនគេកាយបានប៉ុណ្ណេះមកនៅតំបន់មុំ3តំបន់តំន់តូចសំទោសប្រាសាទតំន់ធំតំបន់ភ្នំទ្រប
តំបន់ផ្សេងទៀតដែលគេថាថៃជន់មីន4 5លើកហ្នឹងខ្ញុំលែងចាំអស់ហើយវាច្រើនពេកក៏ប៉ុន្តែយ៉ាងណាដឹងថាទាហានថៃ4នាក់ដែលបានពិការជើងហើយរបួសប្រហែលជា10នាក់ទៀតដោយសារតែរឿងមីនដែលថៃចោទថាខ្មែរយើងដាក់ហើយជាការពិតហើយថៃចូលមកក្នុងដីខ្មែរបើជន់មីនហ្នឹងវាច្បាស់ជាជន់មីននៅក្នុងដីខ្មែរទៅចង្រៃស្អីព្រោះអីដីខ្មែរណែឯងទន្ទ្រានឆ្លៀនពៀនចូលដីគេហើយណែឯងជន់មីនស្លាប់ជន់មីនរបួសអាហ្នឹងរឿងកំហុសរបស់ណែឯងតាបងប្អូនពេលខ្លះបងប្អូនសួរខ្ញុំនៅក្នុង Facebook ហ្នឹងគឺខ្ញុំដឹងថាសំណួរនេះគឺមិនខុសឆ្គងអីទេគឺឆ្ងល់សួរខ្ញុំថាចុះបើគេដាក់មីននៅផ្ទះគេនៅដីគេនៅក្នុងដែនអធិបតេយ្យគេនោះវាខុសអីយើងការពារផ្ទះយើងកុំឲ្យឆ្លៀនសត្រូវឆ្លៀនពៀនមកយកដីយើងវាខុសអីបងប្អូនមកអ្វីដែលខ្ញុំបង្រៀនបញ្យលបងប្អូនហ្នឹងគឺចង់ឲ្យបងប្អូនកែអាការគិតថាយើងខុសអីហ្នឹងហើយយើងធ្វើអីក៏បានហ្នឹងណាយើងអត់មែនរស់នៅក្នុងដងទេបងប្អូនអារឿងខុសអីមិនខុសអីហ្នឹងបងប្អូនត្រូវចាំណាសូម្បីតែរឿងផ្ទះយើងដែលមានមន់ចោលចូលលួចសឹងរាល់ថ្ងៃហើយយើងអាចការពារចោលបានយើងទៅរាយខ្សែភ្លើងយើងដាក់ខ្សែភ្លើងដើម្បីឲ្យតែចោលមកលួចមន់ឆក់ខ្សែភ្លើងស្លាប់ដើម្បីព្រោះអត់មានអីការពារដូចវាលស្រែយើងអីអញ្ចឹងជួនកាលឃើញចោលឃើញអីអាចថាមិនមែនថាត្រឹមតែចោលផងគ្រាន់តែដាក់សម្លាប់កដោផងទៅរាយខ្សែភ្លើងហ្នឹងដល់ពេលហើយពេលចោលមកឆក់មកចូលលួចមន់ឆក់ស្លាប់ចោលបាត់ហើយសួរថាម្ចាស់ផ្ទះនឹងរួចខ្លួនមែនការពិតហើយយើងដាក់ខ្សែភ្លើងហ្នឹងដើម្បីការពារចោលដើម្បីកុំឲ្យចោលលួចរបស់យើងហើយចោលមកលួចហ្នឹងគឺចោលហ្នឹងខុសច្បាប់ដូច្នេះវាត្រូវតែស្លាប់អញ្ចឹងហើយមិនមែនអញ្ចឹងទេបងប្អូនវាអត់មានច្បាប់ណាដែលអនុញ្ញាតឲ្យយើងធ្វើគ្រឿងណាដែលធ្វើឲ្យមានបល័យដល់ជីវិតមនុស្សហើយដាក់ស្លាប់អីអញ្ចឹងទេបើថាចោលនឹងមកអញ្ចឹងយើងទៅរកកាមេរ៉ាចាប់ទៅឬក៏អង្គុយឃ្លាំមើលអញ្ចឹងថតរូបអីបានឬក៏យ៉ាងម៉េចឬបង្អើលអីយ៉ាងម៉េចឬក៏អញ្ចឹងហៅប៉ូលីសរាយការណ៍ទៅមេឃុំតែបើមេឃុំអត់បានការក៏យើងអត់អាចត្រូវប្រើខ្សែភ្លើងនឹងឬក៏អត់អាចត្រូវបាញ់ចោលនឹងសម្រាប់អីដែរវាត្រូវតែរកយន្តការដោះស្រាយតាមច្បាប់ពួកខ្មែរណាមានច្បាប់បហាជីវិតនោះទោសបហាជីវិតនោះយើងខុសគ្រប់រឿងដែរហ្នឹងប៉ុន្តែយើងអំពើដែលយើងការពារផ្ទះយើងត្រង់មន់យើងជាការពិតយើងចេះតែចង់ការពារប៉ុន្តែចង់និយាយថាវាអត់ត្រូវច្បាប់ទេយើងប្រព្រឹត្តខុសច្បាប់នឹងបងប្អូនហើយខ្ញុំមានតែចង់ឲ្យបងប្អូនខុសច្បាប់ចឹងឯណាគ្រាប់មីននឹងក៏អញ្ចឹងដែរតែយើងចង់ដាក់ដីខ្មែរដាក់ទៅមាននរណាខាត់ចំពោះខ្មែរយើងដាក់ទៅគ្រាន់តែថាកុំឲ្យគេដឹងកុំឲ្យគេឃើញកុំឲ្យគេរកផោះតាំងបានហេតុអីបានជានិយាយចឹងព្រោះអាមីនដាច់ជើងហ្នឹងគឺជាប្រភេទមីនខ្យល់ហ្នឹងគឺគេហាមជាអន្តរជាតិហើយមានសន្ធិសញ្ញាមួយឈ្មោះថាសន្ធិសញ្ញាក្រុងអូតាវ៉ាឆ្នាំ1999នៅឯប្រទេសកាណាដាហើយកម្ពុជាចុះហត្ថលេខាទទួលព្រមថាឈប់ប្រើមីនហ្នឹងហើយឈប់ប្រើឈប់ស្តុកទុកឈប់ស្អីតែនិយាយទៅបើមានត្រូវតែកំទេចចោលទៀតព្រោះដោយសារអីយើងបានចុះហត្ថលេខាព្រមព្រៀងឈប់ប្រើបានន័យថាម៉េចបានន័យថាពីម៉ោងហ្នឹងទៅឲ្យតែមានប្រភេទមីនហ្នឹងនៅក្នុងទឹកដីកម្ពុជាបើគ្មានការបកស្រាយត្រឹមត្រូវអីដូចរឿងអង្គការអាជ្ញាធរមីនដែលប្រាប់ថាមីនមាន3700គ្រាប់ដែលជាប្រភេទមីនហាមឃាត់នេះដែលកម្ពុជាសុំស្នើទុកសិនមិនកំចាត់ចោលឬក៏កំទេចចោលដើម្បីយកមកបង្រៀនរបៀបដាក់មីនរបៀបអីឲ្យក្រុមដោះមីនដោះអីអាហ្នឹងបើសិនជាយើងមានហេតុផលបែបហ្នឹងយើងបកស្រាយគេបានប៉ុន្តែមិនមែនយកទៅដាក់ទេយកមកប្រើដើម្បីបដោះបដាលបានតែបើយើងយកទៅដាក់ឲ្យមានផ្ទុះអាហ្នឹងគឺយើងខុសច្បាប់ហើយបងប្អូនដីយើងផ្ទះយើងក៏ដោយព្រោះឥឡូវលែងជាដីយើងលែងជាផ្ទះយើងហើយបើយើងនិយាយអំពីសន្ធិសញ្ញាអន្តរជាតិពាក្យថាអន្តរជាតិគឺអត់មានព្រំដែនកំណត់ទេគឺពិភពលោកទាំងមូលហ្នឹងគឺជាដីរបស់យើងទាំងអស់គ្នាហ្នឹងឬក៏ដែនយុត្តាធិការសមត្ថកិច្ចរបស់អាសន្ធិសញ្ញាដែលគ្របដណ្ដប់នៅទូទាំងពិភពលោកអញ្ចឹងដីចកាយើងដីចកាថៃដីចកាណាក៏ដោយឲ្យតែយើងដឹងថាអ្នកណាទៅជាម្ចាស់ហត្ថលេខីក្នុងការចុះកិច្ចព្រមព្រៀងហ្នឹងគឺឲ្យតែមានអាមីនប្រភេទហ្នឹងគឺខុសទាំងអស់គ្នាទាំងថៃទាំងខ្មែរទាំងអាមេរិកទាំងអីក៏ដោយឲ្យតែចុះហត្ថលេខាប្រាប់ថាខ្ញុំឈប់ប្រើខ្ញុំឈប់ដាក់ខ្ញុំឈប់ចល័តវាឬក៏ផលិតវាអីអញ្ចឹងតែយើងធ្វើគឺយើងខុសហើយអាហ្នឹងអញ្ចឹងណាបងប្អូនយើងយល់អញ្ចឹងហើយកុំមកនិយាយថាថៃឆ្លៀនពៀនយើងដាក់អីក៏បានដាក់ទៅកុំឲ្យគេដឹងប៉ុន្តែគេដឹងគឺវាខុសច្បាប់ហើយតែខុសច្បាប់បងប្អូនដឹងមិនទេគឺគេរករឿងយើងហើយនៅពេលដែលគេរករឿងយើងគឺគេច្បាស់ជាចោទយើងដើម្បីបកអាក្រាតយើងណាបងប្អូនហើយឥឡូវយើងមើល
ថៃយកផោះតាំងទៅដាក់នៅក្នុងអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាក្រុងអូតាវ៉ាទៅគណៈកម្មការគេ4លើកហ្នឹងដាក់រហូតរូបថតដែលថតបានពីប្រាសាទតាកបីដែលមានទាំងចង្កោមក៏គេយកទៅដាក់អាកាលហ្នឹងគឺគេគ្រាន់តែចោទថាដោយសារពួក MMO ថតបានគឺគេចោទថាថៃដាក់ខ្មែរដាក់មីននៅប្រាសាទតាកបីតែគេមិនអាចរកផោះតាំងអំពីឃើញថាទាហានខ្មែរពិតជាយកមីននឹងទៅដាក់ឯគ្រាន់តែគេដឹងថានៅប្រាសាទតាកបីហ្នឹងមានមីនច្រើនថៃចូលអត់បានព្រោះថៃចូលចង់យកប្រាសាទតាកបីជន់មីនទៀតយើងខ្មែរយើងថាអាចតែមីននឹងសល់ពីសង្គ្រាមហ្នឹងប៉ុន្តែថៃគេនៅតែចោទថាយើងដាក់ថ្មីព្រោះអីគេឃើញមីនទាំងចង្កោមហើយគេយកអាមីនពេលដែលនៅតាមន់តូចតាមន់ធំឬក៏នៅមុំ3អីហ្នឹងឬក៏កន្លែងណែភ្នំទ្របអីដល់ពេលដែលថៃវាយយកបានអីហ្នឹងគឺគេប្រមូលបានមីនទាំងកេះអីអញ្ចឹងទៅមីនថ្មីយើងថាមីនគេយកមកដាក់ថ្មីយើងចេះតែថាទៅអត់អីទេថៃខ្លួនឯងហ្នឹងក៏មិនដឹងថាតើរកប្រភពពិតអីយ៉ាងម៉េចបានដែរព្រោះអីខ្លួនឯងហ្នឹងក៏អត់មានគណៈកម្មការឯករាជ្យខ្ញុំបញ្យល់ថាហេតុអីបានអត់មានគណៈកម្មការឯករាជ្យហ្នឹងឥឡូវអ្វីដែលសំខាន់បងប្អូនមករករឿងគ្នាឯងហើយនាំគ្នាធ្វើជាតឡាការអូយប៉ាកែខ្ញុំសុំសរសើរដោយស្មោះខ្ញុំថាបងប្អូនខ្មែរយើងបើឲ្យទៅធ្វើជាមេធាវីស្រុកខ្មែរយើងគ្មានចាញ់ណាទេព្រោះយើងគឺវែកញែកអានឡៃវិភាគអាស្លាកលេខនេះម៉ូតូនេះបោះថៃទេអាអាវនេះពណ៌នេះមានតែថៃទេពាក់អាអាំងសិញនេះគឺអាវនេះគ្មានស្លាកឈ្មោះអីច្បាស់លាស់អីផងហើយអាណាដែលថតមីននឹងមុនយកទៅដាក់វាដែលថតអីវាណាគេក៏ឈួតអីដល់ថ្នាក់ហ្នឹងអូយប៉ាកែណាស់លោកខ្ញុំសុំសរសើរសុទ្ធតែមីននឹងឲ្យចុះអីទូរស័ព្ទហ្នឹងយកមកពីកាហែងថ្មណាមិនក៏ថ្មហ្នឹងទូរស័ព្ទហ្នឹងក៏នៅថ្មីចាស់ហើយក៏បើកបានបើយូរថ្ងៃហើយហ្នឹងវាអត់ចេះអស់ថ្មទេអូប្រហែលជាត្រូវភ្លៀងត្រូវអីសាច់ចូលមកទុកហ្នឹងរាប់ខែរាប់ថ្ងៃហើយអត់មានចូលទឹកខូចអីសោះទូរស័ព្ទហ្នឹងនៅដើរទៀតអញ្ចឹងបើប៉ាកែមែនថ្មហ្នឹងកាន់បានយូរអញ្ចឹងអត់ចូលទឹកភ្លៀងអញ្ចឹងមិននាំគ្នាទៅ Elon Musk ឬក៏ប្រាប់ទៅឲ្យគេមកយកអាបច្ចេកវិទ្យាពីថៃវិញយកទៅប្រើទៅល្អព្រោះទូរស័ព្ទអត់ចូលទឹកហើយថ្មអត់ខូចរាប់ខែរាប់ថ្ងៃអីអញ្ចឹងទៀតប៉ាកែមែនតើខ្ញុំសុំសរសើរឲ្យដោយស្មោះទៅរកឃើញគ្រប់បែបយ៉ាងថាអាហ្នឹងគឺជាការច្នៃប្រឌិតឬក៏បង្កើតឡើងដើម្បីមូលបង្កាច់ខ្មែរខ្ញុំអត់មានទៅចំទាស់ថាអូបងប្អូននិយាយអញ្ចឹងមិនយើងចង់កាន់ជើងថៃខ្ញុំអត់មានកាន់ជើងទេខ្ញុំចង់និយាយថាបងប្អូនធ្វើជាតឡាការប្រជាជនហើយថៃគេអត់មានខ្វល់រឿងយើងតឡាការប្រជាជនទេយើងនិយាយទៅអានេះចឹងបានថាដូចតែបងប្អូនកាន់បដាយកទៅតវ៉ាមុខតឡាការអញ្ចឹងអូតឡាការនេះអយុត្តិធម៌ណាស់ណែឯងកាត់ទោសកាត់ក្តីឲ្យខ្ញុំជាជនរងគ្រោះសោះឥឡូវខ្លាយទៅជាជនដៃដល់រកយុត្តិធម៌ជូនយើងស្រែកនៅពេញមុខតឡាការហើយដល់ពេលហើយអារឿងក្តីហ្នឹងនៅក្នុងតឡាការហ្នឹងយើងអត់មានដាក់ភ័ស្តុតាងចូលតឡាការមួយស្លឹកហើយអ្នកដែលគេកំពុងតែដោះស្រាយនៅក្នុងរឿងក្តីហ្នឹងគេថែមភ័ស្តុតាងរហូតហើយយើងហ្នឹងស្រែកនៅមុខតឡាការហ្នឹងអត់ទេអយុត្តិធម៌ណាអីអញ្ចឹងតែខ្ញុំឃើញហើយរឿងនេះគឺវាមិនចេះទេថៃហ្នឹងគឺនាំគ្នាធ្វើឆាកល្ខោនសម្ដែងហើយសម្ដែងហ្នឹងក៏មិនសមដែរសម្លេងរដើនហ្នឹងសុទ្ធតែជនជាតិខ្មែរអីណាសុទ្ធតែថៃនៅម្ដុំហ្នឹងដែលអីចឹងខ្មែរសុរិនខ្មែរស៊ីសកេតអីហ្នឹងចេះខ្មែរមកកណោចេះតែយកមកលាបពណ៌លាបស៊ីបាយស្បាស៊ីបាយលាបមាត់ប្រប៉ែលាក់នឹងលាក់អីចឹងទៅខ្មែរបានប្រើមីនទៅស្អីទៀតបើយើងរងគ្រោះមកអាយុមកហើយលាក់នឹងលាក់បានអីបងប្អូនបានអីមកវិញបងប្អូនសួរខ្ញុំផ្សាយពីរឿងមីនហ្នឹងបានអីមកវិញអត់ព្រមផ្សាយពីរឿងថៃបងប្អូនយើងកំពុងតែនាំគ្នាធ្វើយុទ្ធនាការឃោសនាប្រជាភិថុតរកភ័ស្តុតាងដែរប៉ុន្តែរកអាភ័ស្តុតាងក្រៅតឡាការយើងរកបានច្រើនមកយើងចង់និយាយអីនិយាយទៅតែអ្វីដែលបងប្អូននិយាយហ្នឹងវាគ្រាន់តែស្អំចិត្តបងប្អូនខ្មែរគ្នាឯងឲ្យស្អប់ថៃថាថៃជាអ្នកដែលរៀបចំឈុតឆាកសម្ដែងហ្នឹងទេក៏ប៉ុន្តែថៃអត់បានខ្វល់ពីរឿងយើងនេះក៏គេតបមកវិញដែរគាត់ថាគេតបនៅក្នុងនាមជាសារព័ត៌មានថ្ងៃហ្នឹងគេតបមកវិញគេចោទមកយើងថាទៅចោទប្រកាន់ថៃថាសម្ដែងឥឡូវដល់ពេលហើយយើងទៅរកសបុកម៉ាល់គេទៀតគេថែមរូបថតមកកណោលោកម្នាក់ដែលថាឈ្មោះអ៊ុំឆេងអីដែលថាមានរូបឲ្យកាន់មីនដាក់ហ្នឹងដែលយើងចោទថាហ្នឹងគឺជាអាវស្អីណារបស់ទាហានខ្មែរម្នាក់ក្នុងចំណោម20នាក់18នាក់ដែលគេចាប់ទៅអីហ្នឹងគឺប្រហែលជាយកអាវគាត់យកមកពាក់ឲ្យសម្ដែងព្រោះទាហានខ្មែរដែលកំពុងក្នុងឃុំហ្នឹងម្នាក់ហ្នឹងមានឈ្មោះអញ្ចឹងដែរហើយអញ្ចឹងថៃហ្នឹងផ្្លាត់ស្នៀតអីអញ្ចឹងទៅឧទាហរណ៍ណាហើយដល់ពេលហើយថៃគេបង្ហាញរូបលោកដែលមានកាន់អាវមានឈ្មោះអ៊ុំឆេងហ្នឹងដែលកាន់មីនហ្នឹងថតជាមួយនឹងទាហានថៃដែលចុះល្បាតនៅក្នុងតំបន់ព្រំដែនរួមគ្នាកាលពីមុនហ្នឹងមានរូបថតហ្នឹងគេមើលរូបគាត់ឲ្យកលួងហ្នឹងទាហានខ្មែរអញ្ចឹងទៅ
ហើយចឹងគឺគេថែមផោះតាំងរបស់ថៃគឺគេថែមមកគឺដូចថាវាស៊ីសង្វាក់គ្នាទៅតាមអ្វីបើយើងថាគេប្រឌិតគេបង្កើតប៉ុន្តែវាស៊ីសង្វាក់គ្នាទៅតាមសាច់រឿងរបស់គេចឹងហើយយើងវិញគឺយើងចេះតែស្មានរហូតយើងចេះតែចោតនេះចោតនោះសារព័ត៌មានយើងនឹងគឺថាអូយខំប្រឹងជួយការពារខ្មែរខ្ញុំអត់មានទទួលមនិញអីនឹងបងប្អូនជួយការពារទេបងប្អូនប៉ុន្តែដូចខ្ញុំនិយាយចឹងយើងកំពុងតែកាន់បដាស្រែកនៅមុខតុលាការនៅពេលដែលតុលាការគេកំពុងតែដាក់ភ័ស្តុតាងយើងអត់បានដាក់ភ័ស្តុតាងចូលតុលាការសោះហើយគេដាក់ទៀតគេយកភ័ស្តុតាងដែលមានវីដេអូមានអីរឿងដាក់មីនបញ្យលពីការដាក់មីនថ្មីដែលនិយាយភាសាខ្មែរអីហ្នឹងគឺគេយកទៅដាក់ឲ្យគណៈកម្មការអូតាវ៉ារឿងគ្រាប់មីននេះហើយគេដាក់ចូលទៅពេញតុលាការអស់ហើយសិតតែភ័ស្តុតាងដែលគេដាក់ដើម្បីប្តឹងយើងហើយយើងនាំគ្នានៅតែក្រៅតុលាការមករករឿងតែខ្មែរគ្នាឯងថាអត់ជួយកាន់ជើងគ្នាតែជួយកាន់ជើងថៃឯណាបងប្អូនអាជ័យធ្លាក់ទឹកស្លាប់យើងអត់ចេះហែលទឹកលងទឹកស្លាប់ហើយខ្ញុំអត់ដឹងទេព្រោះយើងកុំឲ្យលងនៅក្នុងអ្វីដែលយើងកំពុងតែធ្វើស្អំចិត្តខ្លួនឯងពេកហើយយើងភ្លេចគិតថាថៃគេដើរមកជំហានលើយើងហើយគឺគេដាក់ភ័ស្តុតាងចូលទៅរហូតហើយអាស្លឹកបៀរបស់ថៃនេះគឺបើសិនជាថៃគេរកឃើញថាយើងពិតជាហើយឥឡូវហ្នឹងអារឿងថៃរកពិតណាសហគមន៍អន្តរជាតិបើខ្ញុំជាចៅក្រមនៅក្នុងការកាត់ក្តីរឿងមីនដែលថាខ្មែរដាក់មីនហើយគេយកភ័ស្តុតាងមកឡើងពេញក្នុងតុលាការឃើញតែហ៊ានខ្មែរឃើញអាំងស៊ីងឃើញស្អីនិយាយខ្មែរមីនហ្នឹងគឺនៅក្នុងដាក់នៅក្នុងដែនដីអធិបតេយ្យនៅក្នុងព្រៃហ្នឹងដែលដូចថាវាមើលទៅឃើញសភាពច្រើនតាក់តងនឹងមីនហើយតែហ៊ានដាច់ជើងឡើង4 5នាក់របួសហើយចៅក្រមគេចាប់ផ្ដើមមើលឃើញភ្លាមអាភ័ស្តុតាងដែលជួជន់បែបនេះតើគេមកជឿរឿងយើងខាងកម្ពុជាយ៉ាងម៉េចនៅពេលដែលយើងមានតែសេចក្តីថ្លែងការណ៍1 2ចោលតាមរលកធាតុអាកាសអីអញ្ចឹងទៅគ្រាន់តែជំទាស់បដិសេធប៉ុន្តែនៅក្នុងតុលាការតែយើងបដិសេធដោយគេតតែយើងផ្ដល់ឲ្យគេឧទាហរណ៍ឥឡូវគេដាក់រូបវីដេអូហ្នឹងមកយើងត្រូវទៅរកភ័ស្តុតាងដើម្បីប្រាប់ថាអ្នកដែលនៅក្នុងហ្នឹងមិនមែនជាជនជាតិខ្មែរទេជាជនជាតិថៃទេហើយយើងត្រូវរកភ័ស្តុតាងកុំមករកឆ្លោះគ្នាតាមប្រព័ន្ធសង្គមអីអញ្ចឹងរកភ័ស្តុតាងនៅឲ្យបានរដ្ឋាភិបាលរកភ័ស្តុតាងនៅឲ្យបានដាក់ទៅគណៈកម្មាធិការអូតាវ៉ាស្ដីអំពីសន្ធិសញ្ញាឈប់ឲ្យប្រើមីននោះអានោះបានឈ្នះគេហេតុអីបានជាយើងនាំគ្នាមកជេរតែខ្មែរគ្នាឯងឲ្យប្រមូលភ័ស្តុតាងទៅដូចជាចៅក្រមមេធាវីដ៏អស្ចារ្យអញ្ចេះបើបងប្អូនបកែជួយប្រមូលគ្នាយកទៅឲ្យមេធាវីខ្មែរណាមួយឬក្រុមខ្មែរយើងបងប្អូនយើងនឹងយកទៅដាក់ទៅហើយជំរុញឲ្យដាក់ផងកុំឲ្យនាំគ្នាជជែកទៅតាមរលកធាតុអាកាសនេះគឺអត់បានប្រយោជន៍អីទេហើយដល់ពេលបងប្អូននិយាយមកស្អំចិត្តទៅអូគេប្រាប់ថាយើងឈ្នះថៃថៃនេះគឺដុនថៃទូមីទៀតសិតតែអញ្ចឹងខ្ញុំសំណូមពរអារឿងពាក្យដុនថៃទូមីឬដុនអី Cambodia ឬក៏អីហ្នឹង please កុំប្រើទៀតអីបានឲ្យបងប្អូនវាជាភាសារើសអើងជាតិសាសន៍មាក់ងាយជាតិយើងមាក់ងាយជាតិគេដូចគ្នាទេគឺយើងធ្វើទៅប៉ះគេក៏ធ្វើមកប៉ះយើងឈឺដូចគ្នាប៉ុន្តែបើយើងកុំធ្វើយើងរកពាក្យអីប្រើទៅអត់អីទេពាក្យ Don Thai to me នេះថៃក៏គេក៏អត់ពេញចិត្តដែរព្រោះអីយើងយកភាសាជាតិសាសន៍ភាសាគេយើងយកទៅ deal គេថាគេជាអ្នកកុហកគេក៏ថាយើងកុហកឲ្យប្រយ័ត្នតែគេរកឃើញយើងកុហករឿងមីននេះគឺយើងចាប់ហើយបៀយើងផ្ងាចោលទាំងអស់តែម្ដងព្រោះអីថៃគឺដូចខ្ញុំនិយាយចឹងស្លឹកបៀរបស់គេនេះគឺកាន់ពេញនៅក្នុងដៃអារឿងមីនហ្នឹងដោយសារអីយើងរំលោភសន្ធិសញ្ញាក្រុងអូតាវ៉ារបស់អន្តរជាតិបងប្អូនមិនមែនរំលោភច្បាប់ជាតិទេរំលោភច្បាប់អន្តរជាតិបងប្អូនគាត់ថាចុះថៃអត់រំលោភទេគេរំលោភហើយគឺយើងត្រូវប្តឹងរឿងគេប៉ុន្តែអារឿងគេដែលគេយករករឿងយើងរឿងមីននេះគឺយើងអត់ព្រមដាក់ភ័ស្តុតាងគឺយើងប្រាប់តែពីខាងយើងនិយាយទៅភ័ស្តុតាងរបស់ខ្មែរមានតែមួយឯងបដិសេធចោលអ្វីដែលជាការលើកឡើងរបស់ថៃបដិសេធចោលដោយសារតែខ្មែរធ្លាប់រងគ្រោះហើយមិនប្រើមីននឹងទៀតទេយើងកំពុងតែកម្ចាត់មីនយើងអត់ប្រើទៀតទេមីននឹងនៅក្នុងនឹងជាតាំង30-40ឆ្នាំមុនថៃដើរខុសតម្រាយផ្លូវថៃឈ្លានពានចូលក្នុងដីខ្មែរដើរជន់មីនដាក់មីនខ្លួនឯងដើរជន់ខ្លួនឯងយើងចេះតែថាអញ្ចឹងទៅប៉ុន្តែតើយើងទៅរកភ័ស្តុតាងឯណាដើម្បីចោតពេលដែលថៃគេដាក់ចូលតុលាការយើងត្រូវធ្វើម៉េចដើម្បីប្រាប់ថាអាវីដេអូហ្នឹងមិនពិតហើយវីដេអូមិនពិតមិនមែនគ្រាន់និយាយថាអូវីដេអូហ្នឹងមិនពិតទេកុំទទួលយកវាមិនមែនអញ្ចឹងឯណាបងប្អូនយើងត្រូវនៅតុលាការបើគេចោទថាកូនក្តីយើងប្រើកំបិតយកទៅចាក់សម្លាប់ជនរងគ្រោះឧទាហរណ៍យើងអត់មានតែនិយាយថាអូកូនក្តីខ្ញុំមិនបានចាក់ជនរងគ្រោះទេមិនពិតទេកំបិតហ្នឹងក៏មិនពិតដែរអត់អាចនិយាយចឹងរួចខ្លួនទេនៅក្នុងតុលាការយើងត្រូវរកថាកំបិតនេះគឺការបង្ហាញនេះកំបិតនេះប្រវែងតែមួយចង្អាម
ប៉ុន្តែការពិតជាក់ស្ដែងនៅក្នុងនេះគឺកំបិតនេះគឺមកចាអាមកន្លះពណ៌នៅក្នុងនេះពណ៌ខ្មៅប៉ុន្តែនៅក្នុងនេះពណ៌វារៀងស៊ីជម្ពូឬក៏អីចឹងថ្នោតអីចឹងឧទាហរណ៍មុខកាត់របស់កំបិតនេះវាមានប៉ុណ្ណេះតែ2ធ្នាប់ទេប៉ុន្តែការពិតកំបិតមែនតែនគឺដែលយកមកបង្ហាញ3ធ្នាប់អីចឹងឧទាហរណ៍ដាក់ទៅក្នុងតឡាការបានគេព្រមបានគេជឿហើយបើយើងនាំគ្នានៅថាខាងក្រៅលើកបដាហើយទៅឆ្លោះតែគ្នាថៃគេទៅបាត់ហើយគេដាក់ចូលអស់ហើយដល់ពេលហើយយើងខ្លាយទៅជាជនរងគ្រោះនៅពេលដែលយើងជាជនប្រព្រឹត្តនៅពេលដែលយើងជាជនរងគ្រោះសោះហើយបងប្អូនអញ្ចឹងខ្ញុំសំណូមពរបើសិនជាបងប្អូនប៉ាកែលើកទឹកចិត្តឲ្យក្រសួងការពារជាតិ